bà chúng tôi xua bằng mang câu là lại tập ra ní thắm tích cái lấy hang ở đấy mấy mấy បន្ទាប់ពីពិភាក្សាគ្នារួចរាល់ហើយគឺយើងចាប់ផ្ដើមជាដំណើរហើយគោលដៅទី1ដែលយើងទៅចតគឺនៅកោះទឹកនិលដើម្បីយើងសម្រាប់បត់ដៃបត់ជើងហើយនឹងបន្ថែមសាំងម៉ូតូបន្ថែមទៀតសិនហើយក៏បន្តដំណើរចេញទៅទៀតហើយសម្រាប់ទេសភាពពុកម៉ែបងប្អូនបានឃើញជាក់ស្ដែងហើយគឺចុះអាប់ខ្លាំងណាស់ពុកម៉ែបងប្អូនរហូតដល់មកដល់ផ្លូវបែកស្រែអំបិលទៅមានស្ទើរវិញពុកម៉ែបងប្អូនហើយប្រកបទីបដល់ស្រែអំបិលហើយគឺយើងត្រូវរកកន្លែងហូបអាហារពេលព្រឹកគឺនៅផ្លូវចោះទៅឆ្នេរនេសាទបងប្អូនហើយទៅដល់ហ្នឹងគឺយើងហូបបាយហើយសម្រាប់បន្តិចបន្តួចក៏បន្តដំណើរទៅមុខទៀតសម្រាប់ទ្រីបនេះគឺយើងទៅតំបន់អរ៉ែងទៅជិះតាមផ្លូវជីផាតអញ្ចឹងមិនន័យថាយើងទៅតាមផ្លូវជីផាតលេងផ្លូវជីផាតចាក់ទៅតំបន់អរ៉ែងតែម្ដងហើយទៅចកាគឺទៅចកាបងកិត្យាផ្លូវជីផាតសម្រាប់ផ្លូវជីផាតឥឡូវគេឈូសហើយចាប់ផ្ដើមធ្វើចាក់ថ្មមិចគិនមកហាប់ហើយមួយសន្ទុះគឺយើងបានមកដល់ដហើយមកដល់ដចម្លងនេះហើយសម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់សួរព័ត៌មានស្ពានចម្លងជីផាតគឺអត់ដឹងទេរឿងហ្នឹងហើយបន្ទាប់ពីនេះគឺយើងកាត់ឲ្យពុកម៉ែបងប្អូនឥឡូវមកដល់ចំណតមកហើយសូមមានអីនេះខ្នោអត់ជឿខាញ់នេះលោកខ្នោនេះភូមិបន្ទាប់ពីសម្រាប់បន្តិចហើយបានផ្លែឈើបងប្អូនភូមិអ្នកចកាក៏យើងបន្តដំណើរទៀតសម្រាប់ផ្លូវពីម៉ែបងប្អូនឃើញជាក់ស្ដែងចំណុចខ្លះគឺឡើងទួលថ្មនៅសល់ថ្មហើយចំណុចខ្លះផ្លូវបានដាច់ហើយសម្រាប់ឡានគឺពិបាកដែរប៉ុន្តែបើឡានអស់រោធំពោះគឺអាចលេងបានផ្លូវនេះបងប្អូនហើយសម្រាប់ចំណុចខ្លះគឺអត់ទាន់បានឈូសឆាយពង្រីកទេដូចជាក់ស្ដែងបងប្អូនបានឃើញចឹងនៅផ្លូវតូចឡើយទេបានអត់ទាន់បរិចនិយាយចាំគឺគេបរិចពីអរ៉ែងមកដល់ស្ពានថ្មទេបងប្អូនគឺស្ពានដែលដាច់ហ្នឹងគឺគេបានចាក់ហើយជួសជុលបានហើយបងប្អូនឆាយលឿនទុកមករនទៅរ៉ៃឈ្មោះផ្លូវប៉ុណ្ណាហើយណាសម្រាប់ស្ថានភាពផ្លូវគឺដូចជាស្ដែងនៅក្នុងវីដេអូនេះពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនដែលចង់លេងផ្លូវជីផាតអរ៉ៃគឺលេងបានអរ៉ៃជីផាតអរ៉ៃគឺអាចលេងបានសម្រាប់បងប្អូនម៉ូតូហើយក៏ខ្ញុំណាគឺដល់ហើយគឺបន្តដំណើរទៅភូមិកោះចកាបងកិត្យាដោយសារទៅសម្រាប់នៅហ្នឹងហើយបន្តដើរឡើងទៅលេងទៅធ្លាក់ឆាយក្រែងទៀតបាទឥឡូវគឺយើងមកដល់ហើយគឺជាការតរេនបងកិត្យាគឺយើងសម្រាប់នៅនឹងមួយយប់បាទសូមអរគុណច្រើនបងប្អូន